จ้าพวกไม้บงปอนต่างគ្នាថ្ងៃនេះស្មាននេះកំពុងធ្វើអីគេពុកម៉ែបងប្អូនរំលោភជាទីស្រឡាញ់សូមមើលคลิปនេះឲ្យចាប់ណាពុកម៉ែបងប្អូនទាំងគ្នាបានឃើញคลิปនេះហើយពិសេសសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែគិតថាចង់រៀនឲ្យមានចំណេះដឹងបន្តទៀតព្រោះយើងរៀនមិនមែនរៀនតាំងពីតូចទេណាពុកម៉ែបងប្អូនរៀនរហូតព្រោះអីចំណេះដឹងរបស់យើងត្រូវអភិវឌ្ឍខ្លួនរហូតដើម្បីឲ្យយើងក្លាយជាមនុស្សម្នាក់មួយដែលមានចំណេះដឹងខ្ពស់នឹងការយល់ដឹងអញ្ចឹងពុកម៉ែបងប្អូនគួរតែរៀនអ្វីដែលយើងចង់បានណាគោលដៅយើងចង់បានពុកម៉ែបងប្អូនរៀនមិនថាចាស់ថាក្មេងទេក្មេងក៏ដោយចាប់ពីកើតមកហើយចេះនិយាយអាចទៅរៀនបាន3ឆ្នាំ4ឆ្នាំ5ឆ្នាំរហូតដល់90 80 100ក៏ដោយណាពុកម៉ែបងប្អូនឲ្យតែមានដង្ហើមដកហើយមានកម្លាំងនៅមានរៀនបន្តរហូតដើម្បីយកធម៌ពលកម្លាំងធម្មជាតិរៀនឲ្យយល់ដឹងឧទាហរណ៍ថារៀនឲ្យមានជំនាញពុកម៉ែបងប្អូនបើសិនជាមានជំនាញឧទាហរណ៍ថាជំនាញអីគេមានជំនាញចង់ជំនាញអីបើអាជីវកម្មអីគេមុខរបរអីគេអញ្ចឹងពុកម៉ែបងប្អូនចាប់ផ្ដើមទៅខ្លះគាត់មានជំនាញចង់ជំនាញជាងឡានខ្លះគាត់ចង់មានជំនាញអ៊ុតសក់ខាងសាឡនខ្លះគាត់ចង់មានជំនាញខាងផ្សេងអញ្ចឹងណាខាងលក់ដូរបើអាជីវកម្មចាប់រួយឬមួយក៏បើកម៉ាតបើកមុខរបរដែលគាត់តម្រូវការតាមក្តីប្រាថ្នារបស់គាត់អញ្ចឹងពុកម៉ែបងប្អូនដែលចង់បានពុកម៉ែបងប្អូនអាចទៅរៀនចំណេះជំនាញនឹងឲ្យជាប់ឲ្យច្បាស់ហើយណាពុកម៉ែបងប្អូនឲ្យច្បាស់ជាក់លាក់ថាហោះយើងរៀនច្បាស់ហើយយើងអាចបើករកស៊ីបានហើយអញ្ចឹងលុយដល់ពេលយើងបើករកស៊ីបានហើយលុយយើងរកតាមបើកតាមសមត្ថភាពរបស់យើងព្រោះសម័យនេះស្រួលណាស់សម័យមិនបាច់បើកទីមានទីតាំងក៏បានដែរណាយើងលក់តាមអនឡាញមានទូរស័ព្ទមួយគ្រឿងយើងលក់បានហើយឬមួយក៏យើងមានទីតាំងនៅផ្ទះនៅកន្លែងណាក៏ដោយយើងអាចដាក់បានដែរអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងគ្នាចាប់ផ្ដើមជីវិតមួយដែលគិតថាខ្លួនឯងនេះអាចចង់ចំណេះជំនាញអីមុខរបរអីអាជីវកម្មអីណាពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនចង់ហើយចាប់ផ្ដើមហើយនិយាយខ្លួនឯងណាឲ្យស្គាល់ច្បាប់ធម្មជាតិបង្កើតមកឲ្យយើងគិតល្អនិយាយល្អធ្វើល្អជីវិតនឹងមានល្អគ្រប់ពេលវេលាអញ្ចឹងបើជីវិតយើងមានល្អគ្រប់ពេលវេលាហើយពុកម៉ែបងប្អូនទាំងអស់គ្នាដាក់ប្រូក្រាមដាក់ការនិយាយដដែលជាមួយនឹងច្បាប់ធម្មជាតិទាំងអស់គ្នាដើម្បីឲ្យពុកម៉ែបងប្អូនបានមកបនណាពិតប្រកបជាប់ខ្លួនពិតប្រកបដើម្បីរកលុយចូលដល់ងាយសប្បាយតាមតម្រូវការរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាឧទាហរណ៍ថាមកបោអីគេជាងជួសជុលទូរស័ព្ទឬលក់ទូរស័ព្ទឬមួយក៏ធ្វើអ្វីដែលពុកម៉ែចង់បានអញ្ចឹងប្រូក្រាមនឹងកត់សរសេរដាក់គោលដៅណាពុកម៉ែបងប្អូនដើម្បីឲ្យយើងចំណេះចំណេញនេះយើងនឹងទៅដោយរកបានដោយងាយសប្បាយព្រោះអីបើមិនយើងមិនធ្វើតាមច្បាប់ធម្មជាតិទេមួយជាតិនេះយើងរស់តែសម្បកក្រៅមើលឃើញតែជាក់លាក់សម្បកក្រៅគឺបានតែមករស់អត់មានខ្លាយជាអ្នកមានឬមួយក៏មហាសេដ្ឋីឬមួយក៏អ្នកមានស្ដុកស្ដំអ្វីទាំងអស់គ្រប់យ៉ាងទេពុកម៉ែបងប្អូនអ្នកគ្នាដោយសារនេះជាបបិសោតមួយដែលយើងត្រូវដឹងថាជីវិតយើងត្រូវតែឆ្លងកាត់អីគេអ្នកគ្រូឆ្លងកាត់ច្បាប់ធម្មជាតិដ៏អស្ចារ្យមួយនេះអញ្ចឹងអ្នកគ្រូចែករំលែកនេះគឺរឿងច្បាប់ធម្មជាតិដ៏អស្ចារ្យដែលធ្វើឲ្យពុកម៉ែបងប្អូនអ្នកគ្នាអាចយកទៅប្រើបានប្រើក្នុងលំដាប់មួយយើងជាបងប្អូនរួមលោកទាំងអស់គ្នាដែលយើងស្គាល់ច្បាប់ហើយយើងត្រូវតែសាងរួមគ្នាដើម្បីឲ្យមានអ្វីគ្រប់យ៉ាងតាមក្តីប្រាថ្នាតាំងពីមុខបរតាំងពីសេចក្តីសុខយើងគ្រប់យ៉ាងទាំងអស់ដែលចូលក្នុងជីវិតរបស់យើងគឺសុខគឺល្អគ្រប់យ៉ាងសប្តាហ៍ថ្ងៃពុកម៉ែបងប្អូនដែលគាត់មានចេះជំនាញតាមលក់អនឡាញមានគ្រប់មុខហើយជាពិសេសលក់លេលក់កៅអៅលក់ស្បែកជើងយើងលក់អីក៏ដោយពុកម៉ែបងប្អូនឥឡូវនេះយើងលក់ម្ហូបយើងលក់អីក៏បានដែរងាយស្រួលណាស់អញ្ចឹងយើងដាក់ប្រូក្រាមយើងដាក់គោលដៅយើងឲ្យសរសេរដដែលពុកម៉ែបងប្អូនណានិយាយដដែលឲ្យស្មនឹងជីវិតរបស់យើងឲ្យស្មនឹងការគិតរបស់យើងព្រោះអីហើយយើងអានសិភៅយើងឲ្យយល់ដឹងទៀតពុកម៉ែបងប្អូនមិនមែនយើងដាក់ប្រូក្រាមហើយយើងអត់ធ្វើអីដេកស្ងៀមទេណាអត់បានផលទេពុកម៉ែបងប្អូននេះណាព្រោះអីដល់ពេលយើងធ្វើហើយយើងចាប់ផ្ដើមហ่ะឧទាហរណ៍យើងចង់លក់ម្ជូរសម័យឥឡូវស្រួលលក់ម្ជូរយើងអត់ចេះធ្វើអំបិលម្ទេសគេមានសិភៅលក់អំបិលម្ទេសទៀតហ្នឹងហើយត្រូវធ្វើរបៀបម៉េចយើងរៀនឲ្យចេះហើយនឹងប្រូក្រាមរបស់យើងទៀតយើងលក់ទៅដឹងតែដាច់ដាក់ទៅដឹងតែឆ្ងាញ់អ្នកញ៉ាំហើយញ៉ាំទៀតមកបន្តអញ្ចឹងណាហើយយើងលក់ក៏ចឹងដែរលក់អីក៏ដោយអាជីវកម្មអីក៏ដោយយើងនិយាយអញ្ចឹងអាជីវកម្មយើងបែបណាយើងនិយាយបែបនោះនិយាយឲ្យ
chưa được luôn ai mình men con tay này dê ao tờ tranh chá lên nè phục mày bằng oi lư sầm lế nhá nị dê đại miền phiệp chưa chẹn nị dê đại tham một pol nị dê đại dương cất hà một bò bà dương từ một chưa mà rồi chưa chứ ba rồi thoa mà chết bà dương ăn chưa có dương ăn ban phò này chẳng chưa ở cho ba tha dương nó ban lặt phò mùi rồi cả na trong tranh lụa đỏ rừng một bò vậyក៏ដោយគឺបានទាំងអស់ចឹងសូមឲ្យពុកម៉ែបងប្អូនអរគ្នាមើលคลิปនេះពីដើមដល់ចប់ហើយជួយចែករំលែកបន្តណាទៅតាមអាចចែករំលែកបានតាមបណ្ដាញក្រុម Telegram សង្គមនានា Facebook YouTube page share បន្តបានច្រើនពុកម៉ែបងប្អូនហើយជាពិសេសអ្នកគ្រូក៏យកទៅផាក្នុង YouTube ណាផានេះយកទៅផាក្នុង YouTube ចឹងពុកម៉ែបងប្អូនអរគ្នាជួយ subscribe ឬមួយក៏ share បន្តទៅណាឲ្យមេដៃ comment សួរបើសិនជាអត់ច្បាស់អាចសួរបានអញ្ចឹងអ្នកគ្រូក៏សូមអរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នា